គូទី91គូពិសេសក្នុងផែនទី2នេះក៏បានធ្វើដំណើរឆ្លងផុតកងពាន់ទី2ហើយកំពុងតែបន្ថែមល្បឿនមកកងពាន់ទី1ដើម្បីបញ្ចប់នៅជើងទី1នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនៅទិវាទី2នេះគូទី92ខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានពណ៌បៃតងមានឈ្មោះថាសម្រោងជ័យមនីដេជះសែនជ័យសម្រោងជ័យមនីដេជះជ័យនេះស្ថិតនៅខេត្តកោះចេះគឺនៅក្នុងខ្សាច់អណ្ដែតស្រុកឆ្លងខេត្តកោះចេះចំណែកឯខ្សែទឹកខាងក្រៅគឿនសដេជោសែនជ័យបារមីព្រែកដួងបាទគឺនៅស្រុកកំពង់ស្វាយខេត្តកណ្ដាលនៅពេលនេះឃើញថាខ្សែទឹកខាងក្នុងដែលឯកសណ្ឋានពណ៌បៃតងចាស់បាទគឺលឿនណាស់ដែលអញ្ជើញមកពីខេត្តកោះចេះរបស់អាយដាមទេសរដ្ឋត្រីអឹមជុនលឿងដែលមានឯកសណ្ឋានពណ៌បៃតងបាទគឺដកឃ្លាពីគឿនសមហាដេជ័យបារមីព្រែកដួងបាទខេត្តកណ្ដាលគឺបានមកដល់ខ្សែព្រ័ត្រហើយសម្រាប់គូទី91បានឆ្លងផុតកងពាន់ទី2ហើយដែរហើយកំពុងតែបន្ថែមល្បឿនដើម្បីចាប់យោងកងពាន់ទី2គូទី91ខ្សែទឹកខាងក្នុងគឿនសដេជះសែនជ័យបារមីព្រែកដួងគឺជាទូករបស់អាយដាមដុលគឿនទូកនេះស្ថិតនៅក្នុងវត្តសេរីដីដោះគៀនស្វាយខេត្តកណ្ដាលឯខ្សែទឹកខាងក្រៅសម្រោងជ័យមនីដេជះសែនជ័យសម្រោងដេជះមនីសែនជ័យគឺជាទូកដែលស្ថិតនៅក្នុងវត្តមនីរាំងសីសាច់អណ្ដែតស្រុកឆ្លងខេត្តក្រចេះបាទឆ្លងផុតកងពាន់ទី2ហើយដែរបាននៅពេលនេះគូទី91ដែលខ្ញុំបានជម្រាបអំបញ្ញមិញនេះបានឆ្លងផុតកងពាន់ទី2ហើយកំពុងតែមានល្បឿនប្រហាក់ប្រហែលគ្នាទេខ្សែទឹកខាងក្រៅគឺសម្រោងជ័យមនីដេជះសែនជ័យខេត្តកោះចេះបាទដែលមានឯកសណ្ឋានពណ៌បៃតងចាស់ចំណែកឯគឿនសដេជោសែនជ័យបារមីក្តីដងឯកឧត្តមដុលគឿនខេត្តកណ្ដាលឯកសណ្ឋានពណ៌ចម្រុះពណ៌សនិងពណ៌លឿងបាទខ្សែទឹកខាងក្នុងបងចាញ់ខ្សែទឹកខាងក្រៅហើយគឺខ្សែទឹកខាងក្រៅ2ហើយដែលទទួលជ័យជំនះបាទគឺមកដល់ទីហើយសម្រោងជ័យមនីដេជះសែនជ័យដែលមានការឧបត្ថម្ភពីឯកឧត្តមទេសរដ្ឋត្រីអឹមឈុនលឹមសម្រាប់ខេត្តក្រចេះ